សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាព្រឹកនេះនាងខ្ញុំមកដកបេះផ្កាទៀតហើយពុកម៉ែបងប្អូនដើម្បីទុកសន្សំក្រងធ្វើជាភួងនៅថ្ងៃចេញវស្សានេះឯងហើយផ្កាថ្ងៃនេះគឺថាល្អណាស់ពុកម៉ែបងប្អូនផ្កាមួយប្រភេទនេះគឺអត់ចាយទេគឺក្រពុំរហូតតែម្ដងនាងខ្ញុំចូលចិត្តក្រងពុកម៉ែបងប្អូនមួយរយៈនេះគឺថាបេះផ្កាក្រងតែនាងខ្ញុំអត់បានប្របែកពូជពុកម៉ែបងប្អូនសាក់ហើយតែវាទឹកតែចាប់ដើមដោះរឹសតិចហើយដោយសារតែដីរបស់នាងខ្ញុំជាប្រភេទដីលិចទឹកដូច្នេះហើយនាងខ្ញុំក៏មិនទាន់បានដាំដែរពុកម៉ែបងប្អូនសតតែចុងឆ្នាំអស់ទឹកភ្លៀងឆ្នាំនេះនឹងចាប់ដើមចាក់ដីឬក៏ជីកបន្លាយអីចឹងទៅមានប្រភពទឹកអីត្រឹមត្រូវពីមុនមកនាងខ្ញុំមិនសូវខ្វាយខ្វល់ទេពុកម៉ែបងប្អូននឹងការដាំដុះអីភាគច្រើនគិតពីការរស់ស៊ីអីតែដល់ពេលចាស់ទៅពុកម៉ែបងប្អូននិយាយពីចិត្តគំនិតកែប្រែមកសឹង 100% ពុកម៉ែបងប្អូនទម្លាប់ខ្លះដែលយើងអត់ធ្វើដែលយើងពីមុនមកគិតថាវាអត់បានការអត់បានប្រយោជន៍អីនៅពេលដែលនាងខ្ញុំមានវ័យចំណាស់ពុកម៉ែបងប្អូនគឺនាងខ្ញុំស្រឡាញ់ចូលចិត្តណាតាមពិតជីវិតពិតប្រកបណាគឺជាជីវិតមួយដែលរស់នៅដោយសេចក្តីសុខជាមួយនឹងធម្មជាតិអ្នកដែលមានការប្រជែងខ្លាំងពុកម៉ែបងប្អូនភាគច្រើនមិនសូវមានសេចក្តីសុខទេនាងខ្ញុំឥឡូវងាកមកស្រឡាញ់ធម្មជាតិដល់ពេលអញ្ចឹងទៅធ្វើឲ្យខ្លួនឯងមានសេចក្តីសុខពុកម៉ែបងប្អូនហើយអត់សូវមានរោគគេអីដូចពីមុនទេបើនិយាយពីមុនឡើងគឺនាងខ្ញុំភាគច្រើនគឺមិនសូវសុខសប្បាយទេពុកម៉ែបងប្អូនហើយមានការខ្វល់ខ្វាយច្រើនឥឡូវអត់ទេទោះជាអត់មានលុយនៅក្នុងខ្លួនមួយកាក់មួយសេនក៏នាងធ្វើឲ្យនាងខ្ញុំសប្បាយចិត្តដែរភាគច្រើនគឺសប្បាយចិត្តដោយសារតែនាងខ្ញុំចែករំលែកនឹងឯងដល់ពេលអញ្ចឹងទៅទោះជាមិនរលុយបានតែវាធ្វើឲ្យខ្លួនឯងមានសេចក្តីសុខដល់ពេលអញ្ចឹងទៅសុខភាពយើងក៏ទៅតាមនឹងនៃពុកម៉ែបងប្អូនពេលខ្លះសំសរសើរខ្លួនឯងដែរកាលពីជំនាន់មុនមានលុយច្រើនខំតរោស៊ីធ្វើឲ្យសុខភាពធ្លាក់ចុះដុនដាបមួយថ្ងៃគិតតែ200តែដល់សួរថាតើលុយនឹងទៅណាពុកម៉ែបងប្អូនគឺអត់មានសល់អីសំបីតែមួយកាក់មួយសេនពេលខ្លះដល់ពេលយើងគិតតែពីរស់ស៊ីពេកទៅក្នុងខួរក្បាលយើងគិតតែពីចង់មានចង់បានដល់ពេលអញ្ចឹងទៅយើងងាយធ្លាក់ចូលក្នុងអន្ទាក់គេពុកម៉ែបងប្អូនមួយរយៈក្រោយគឺនាងខ្ញុំចាញ់បោកគេអស់ច្រើនណាពុកម៉ែបងប្អូនរាប់ម៉ឺនដុល្លារណាដល់ពេលឥឡូវនេះនាងខ្ញុំលេងខ្វល់ហើយគិតថាអ្វីក៏ដោយបើវាមិនមែនជារបស់យើងបើជាកម្មពីយើងរបស់ដែលយើងរកបានទាំងប្រមាណគឺគេបាយកអស់លីងនៅពេលដែលវិញវ័យចំណាស់សំខាន់បំផុតគឺសុខភាពការហូបចុកធ្វើឲ្យខ្លួនឯងមានសេចក្តីសុខឥឡូវនេះគឺថាអត់ខ្វល់ខ្វាយអីច្រើនបានទេសំខាន់គឺធ្វើឲ្យខ្លួនឯងមានសេចក្តីសុខសប្បាយរីករាយនោះគឺជាសេចក្តីសុខពិតប្រាកដហើយនៅពេលដែលផ្លូវចិត្តយើងសប្បាយរីករាយពុកម៉ែបងប្អូនទោះយើងអត់មានលុយច្រើនក៏អត់សូវមានជំងឺបៀតបៀនដែរតែពេលខ្លះនៅពេលដែលយើងខំប្រឹងប្រែងរកស៊ីពេកពុកម៉ែបងប្អូនយើងអត់បានមើលថែសុខភាពទេគិតតែពីរោតែលុយហ្នឹងនៅពេលចាស់ទៅដុកទ័រយកអស់លីងឥឡូវអត់ទេពុកម៉ែបងប្អូនយើងរកតិចតួចទៅសំខាន់គឺធ្វើឲ្យខ្លួនឯងសប្បាយចិត្តដល់ទៅពេលផ្លូវចិត្តយើងសប្បាយចិត្តជំងឺក៏អត់ត្រៀមមកយើងដែរពេលខ្លះអាណិតអ្នករស់ស៊ីដែរពុកម៉ែបងប្អូនខំពេកមានលុយឡើងយកទៅឲ្យគេអស់លីងហើយពេទ្យគេហាមាត់ប្រមាណក៏បានដែរចុះហេតុអីក៏យើងមិនមើលថែខ្លួននៅពេលដែលយើងមិនទាន់ឈឺឥឡូវនេះនាងខ្ញុំងាកមកស្រឡាញ់ធម្មជាតិដល់ពេលចឹងទៅនាងខ្ញុំអត់មានការឈឺច្រើនដូចពីមុនទេផ្លូវចិត្តរបស់នាងខ្ញុំគឺល្អហើយពេលខ្លះនាងខ្ញុំអត់សប្បាយចិត្តនាងខ្ញុំក៏ទៅវត្តស្ដាប់លោកទេសអីចឹងធ្វើបុណ្យអីចឹងទៅហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្ណេះទេពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណនិងសូមជម្រាបលា